បាទ Cameroon Premier League បាទនឹងកីឡាករទាំងសងខាងបាទមកលើទីលានបាទការក្រុមទង់ជាតិបាទនៃប្រជាជនចក្រកម្ពុជាបាទជាការបើកបាទនៃការប្រកួតបាទការស្វាគមន៍គ្នាបាទសម្រាប់ក្រុមទាំងពីរបាទរួមជាមួយនឹងអាជ្ញាកណ្ដាលបាទក៏ដូចជាការស្មឹងស្មាតបាទកាន់ទុកដល់វីរៈកងទ័ពបាទកម្ពុជាបាទបានពលីបាទនៅក្នុងការឈ្លានពានទឹកដីបាទពីសំណាក់ប្រទេសជិតខាងឥឡូវនេះបាទបាល់កែជាពីជើងបាទរបស់ក្រុមកោជរពលខេមរៈភូមិន្ទបាទនៅក្នុងវគ្គទី1បាទចាប់ផ្ដើមការប្រកួតបាទពីវិនាទីទី1ទៅបាទខាងក្រុមបាល់ទាត់ Naga បាទមានឱកាសលេងមុខទីច្រើនបាទទៅលើខាងបាទកោជរពលខេមរៈភូមិន្ទត្រង់នេះមីន Nagawa បាទមួយជើងតែមិនចំគោលដៅបាទនឹងបាល់ជ្រុំផ្សេងទៀតបាទក៏មិនបានល្អដែរបាទប៉ុន្តែការថែមមួយជើងត្រង់នេះបាទអ្នកចាំទីចាប់បានបាទអ៊ុំសេរីរតបាទហើយជាថ្មីម្ដងទៀតបាទការបញ្ជូនបាទវេនេតូមកបាទទាត់មួយជើងបាទក៏មិនចំគោលដៅថែមទៀតបាទទាំងមីណាហ្គាវ៉ាសសឹងតែមានឱកាសបង្ការសុទ្ធបាទហើយត្រង់នេះបាទកូនីស៊ីតារ៉ាយ៉ាបាទខ្សែប្រយុទ្ធរបស់កោជរពលខេមរៈភូមិន្ទបាទសុទ្ធចំគោលដៅបានមួយលើកវគ្គទី1បាទប៉ុន្តែបាទអ្នកចាំទីបាទរីលីហ៊ិនជួយបានបាល់ជ្រុងត្រង់នេះបាទរបស់អ៊ុំសេរីរតបាទអធិស្ឋានបាទណេនសុធីរតប៉ុន្តែអ៊ុំសេរីរតបាទចាប់បានបាទហើយនឹងកន្លែងនេះបាល់ជ្រុងជាថ្មីម្ដងទៀតបាទវីរៈស៊ូបេបាទទាត់បញ្ចូលទីបានសម្រាប់បាទមួយគ្រាប់នេះបាទបញ្ចូលទីបានតែម្ដងបាទហើយបាទខាងកងយុទ្ធពលខេមរៈភូមិន្ទព្យាយាមវាយបកបាទប៉ុន្តែធ្វើមិនបានសម្រេចបាទការសុទ្ធមួយជើងត្រង់នេះបាទពីលូកាហេនរីកេបាទវេនេតូបាទហើយនឹងការសុទ្ធផ្សេងទៀតសុទ្ធសឹងតែមិនចំគោលដៅបាទប៉ុន្តែក្រោយមកទៀតបាទវេដេសុនបាទជាកីឡាករដែលគេថាបញ្ជូនបានល្អបាទហើយលូកាហេនរីកេក៏ប៉ះឲ្យមីណាហ្គាវ៉ាបន្ថែមបានគ្រាប់ទី2តែម្ដងបាទធ្វើឲ្យ Naga បាទនាំមុខ2-0បន្ថែមទៀតបាទទៅលើកងយុទ្ធពលខេមរៈភូមិន្ទបាទត្រង់ចំណុចនេះការបដូរគ្នារវាងអ្នកដាក់ចាំទីបាទនឹងកីឡាករខ្សែប្រយុទ្ធបាទមិនបានល្អទេបាទវេដេសុនក៏ព្យាយាមបង្កើតឱកាសផ្សេងទៀតបាទប៉ុន្តែมันអាចកើតគ្រាប់ទី3ឡើយបាទដែលចប់ការប្រកួតបាទលោកអញ្ញាកដាផ្លុំបញ្ចប់បាទជាមួយនឹងលទ្ធផលបាទគឺ Nagawal ឈ្នះបាទទៅលើកងយុទ្ធពល